រសជាតិស្លមជូរគ្រឿងស៊ីកូជូរជាតិបែបកូនខ្មែរយើងបុកខ្មែរយើងសួស្តីបងប្អូនសប្តាហ៍នេះជាអាកំបាំងមួយដែលយើងធ្វើរសជាតិថ្មីជាមួយ TPC ភាសារបស់កម្ពុជារសជាតិថ្មីតែម្ដងនេះយើងអត់ប្រាប់ពីរសជាតិទៅគាត់ទេចង់ឲ្យគាត់ពិសាហើយយើងនឹងសួរអំពីរសជាតិនេះតើជារសជាតិអ្វីដែលយើងអេតមុំហុកខ្មែរឥឡូវទៅជួបគាត់ជាមួយខ្ញុំទាំងអស់គ្នាតោះ Let's goជំរាបសួរលោកពូបាទសប្តាហ៍ថ្មីរសជាតិថ្មីម្ដងទៀតហើយបាទតើរសជាតិថ្មីនេះអេតជាមួយមុំហុកអ្វីដែរនេះមានថាជាប្រភេទស្លម្ជូរគ្រឿងរសជាតិដូចជាស្លម្ជូរគ្រឿងស្លម្ជូរគ្រឿងបាទស្លម្ជូរគ្រឿងសាច់គោអូខេរសជាតិមួយនេះធំគ្រឿងធំក្រាន់គ្រឿងនិងសាច់មកសម្លជូរគួនបាទមកជួយជូរគួនមានតែគួនប៉ុន្តែមកជួយជូរគ្រឿងបាទមកជួយគ្រឿងរសជាតិឆ្ងាញ់ហើយឆ្ងាញ់លើសបងមានគ្រឿងមានសាច់គោពួកគេថាមុខហូបនេះមានឈ្មោះអីដែរសម្លនេះអាចស្លមកជួយគេដែរបាទដូចជាមកជូរសាច់គោជួយគ្រឿងសាច់គោបាទរសជាតិនឹងដូចងំជូរគ្រឿងនេះបាទគ្រឿងងំជូរបាទឈ្ងុយឆ្ងាញ់មានរសជាតិស្លមជូរគ្រឿងស៊ីកូតែតកូនមានគ្រឿងក្រៅគេសពបែបមកឆ្ងាញ់ជូរគ្រឿងសាច់គោបាទអ៊ំស៊ីក្លូទាំងអស់គាត់បានរសារនៅរសជាតិនេះគាត់ថាឈ្ងុយឆ្ងាញ់រសជាតិបែបកូនខ្មែរយើងបុកខ្មែរយើងឥឡូវនេះយើងបានចោះជួបគាត់រួចហើយក៏យើងបានសួរអំពីចំណាប់អារម្មណ៍នៅក្នុងមុខម្ហូបដែលយើងបានដាក់បញ្ចូលជាមួយនឹង TPC ភាសារបស់កម្ពុជាបានហើយដែរឥឡូវនេះក៏គាត់បានផ្ដល់នៅមតិយោបល់ស្រដៀងគ្នាទៅនឹងមុខម្ហូបខ្មែររបស់យើងហើយឈ្មោះពេញគឺភាសាម្ជូរគ្រឿងសាច់គោចង់សាកចង់ញ៉ាំចង់ភ្លក់អាចទៅកាន់ខាងដែលនៅចិត្តបងប្អូនអរគ្នាបានអរគុណបងប្អូនអរគ្នា TPC Pizza ដែលអ្នកចូលចិត្ត